Bạn xongជំរាបសួរលោកគ្រូគ្រូសម្រាប់វីដេអូនេះខ្ញុំនឹងបង្ហាញទាក់ទងជាមួយនឹងទម្រង់ការងារទូទៅបាទទៅលើប៊ូតុងកាលវិភាគបើយើងចុចមកលោកគ្រូគ្រូអញ្ចឹងបើមានចម្ងល់ឬក៏បញ្ហាអីទាក់ទងជាមួយនឹងរបៀបប្រើប្រាស់លោកគ្រូគ្រូសូម scan QR code នៅត្រង់នេះមកបាទអញ្ចឹងទម្រង់នៃការពាក្យនេះគឺខ្ញុំបានរៀបចំជាពីរទម្រង់សម្រាប់ការពាក្យនេះបាទអញ្ចឹងទម្រង់ទី1នេះគឺយើងប្រើរូបមន្តបាទ2 + 1 + 2បាទទាំងព្រឹកទាំងរសៀលហើយខាងក្រោមគឺយើងប្រើរូបមន្ត2 + 1 + 2សម្រាប់ពេលព្រឹកហើយពេលរសៀលគឺ1 + 2 + 2បាទអញ្ចឹងជាទូទៅគឺខ្ញុំឃើញគេប្រើទម្រង់ទី2នេះច្រើនជាងលោកគ្រូគ្រូអញ្ចឹងអាស្រ័យទៅលើសាលារបស់លោកគ្រូគ្រូទេបើប្រើទម្រង់បែបណាក៏ដូចតែគ្នាហ្នឹងដោយសារតែចំនួនម៉ោងគឺដូចតែគ្នាបាទអញ្ចឹងលោកគ្រូគ្រូអាចធ្វើការបំពេញបាននៅឈ្មោះមុខវិជ្ជានីមួយៗដែលត្រូវបង្រៀននៅក្នុងមួយសប្តាហ៍ហ្នឹងហើយបន្ទាប់មកលោកគ្រូគ្រូអាចធ្វើការជ្រើសរើសបាទទៅតាមនឹងមកប៉ុន្តែមុននឹងធ្វើការជ្រើសរើសលោកគ្រូអ្នកគ្រូក៏បីត្រូវបាទរកឯកសារយកមកតើសម្រាប់ថ្នាក់ទី6ហ្នឹងភាសាខ្មែរបង្រៀនប៉ុន្មានម៉ោងបាទអញ្ចឹងតើសម្រាប់ថ្នាក់ទី1ទី2ទី3ហ្នឹងភាសាខ្មែររៀនប៉ុន្មានម៉ោងអញ្ចឹងយើងត្រូវធ្វើការជ្រើសរើសតាមនឹងហើយបន្ទាប់ពីរៀបចំរួចរាល់ហើយបាទអញ្ចឹងលោកគ្រូអាចធ្វើការបញ្ចូលទិន្នន័យបន្ថែមនេះមកឧទាហរណ៍ថាថ្នាក់ទី1ទៅចុះបាទអញ្ចឹងលោកគ្រូអាចដាក់មកនៅកន្លែងនេះដាក់ភាសាខ្មែរបាទ13ម៉អញ្ចឹងទៅបាទ13ម៉ោងហើយលោកគ្រូបានបាទសូមបំពេញតាមហ្នឹងមកនៅមុខវិជ្ជាផ្សេងទៀតបាទអញ្ចឹងបន្ទាប់ពីរួចរាល់ហើយលោកគ្រូអាចធ្វើការបញ្ចូលនៅការបច្ឆេទនៅទីនេះបានទៅតាមទម្រង់ការបច្ឆេទបាទកុំព្យូទ័ររបស់លោកគ្រូបើដំណើរការនៅថ្ងៃមុនបញ្ចូលថ្ងៃមុនមកបើខែមុនសូមបញ្ចូលខែមុនមកអញ្ចឹងយើងអាចបញ្ចូលបានហើយគឺថ្ងៃ18/ម៉ោងបើខែ9ឆ្នាំ2025បាទដាក់ប៉ុណ្្នឹងទេលោកគ្រូវានឹងបង្ហាញចាំគតិសុយគតិដែលស្វ័យប្រវត្តិហើយជាទូទៅតាក់ទងជាមួយនឹងការងារបែបនេះយើងច្រើនតែធ្វើរួមគ្នាជាមួយកម្រងអញ្ចឹងបើធ្វើរួមគ្នាគឺប្រធានក្រុមបច្ចេកទេសបាទជាអ្នកបាទចុះហត្ថលេខាហើយគ្រូនៅតាមសាលាផ្សេងទៀតដែលមិនមែនជាប្រធានក្រុមបច្ចេកទេសទេគឺយើងអាចបាទប្រើប្រាស់តែមួយរួមគ្នាដើម្បីយើងងាយបញ្ស៊ីគ្នានៅបាទពេលចុងខែឧទាហរណ៍ថាយើងរៀបចំកម្មវិធីសិក្សាអីយើងងាយស្រួលបាទតែអញ្ចឹងទេវាអាចបាទមិនស៊ីគ្នាអញ្ចឹងយើងត្រូវចេះរៀបចំមកលោកគ្រូបាទយើងរៀបចំជាលក្ខណៈកម្រងទៅតែបាទបើសិនជាសាលាយើងជាអ្នកអនុវត្តតែឯងទេលោកគ្រូអាចធ្វើការជ្រើសរើសនៅទីនេះបានដាក់គ្រូបន្ទប់ថ្នាក់ទៅអញ្ចឹងមានន័យថាយើងអនុវត្តតែយើងទេអត់មានបង្ហាញតាក់ទងជាមួយនឹងការងារកម្រងជាមួយកម្រងអញ្ចឹងលោកគ្រូបាទអញ្ចឹងអរគុណច្រើនលោកគ្រូយើងអាចបញ្ចូលហត្ថលេខានិងតារាលោកនាយកបានបើសិនជាគាត់អនុញ្ញាតហើយតែបើអត់ទេយើងអត់ចាំបាច់បញ្ចូលទេចាំបោះពុំហើយចាំមកគាត់វេត្រាតាមក្រោយអញ្ចឹងយើងគ្រាន់តែផាសទីតាំងតូអេសាននៅទីនេះចុចទាញយកគឺជាការស្រេចបាទអរគុណច្រើនលោកគ្រូបាទសូមជម្រាបលា